រឿងនាងបដាចានៅសម័យព្រះពុទ្ធមាននារីម្នាក់ឈ្មោះនាងបដាចាកើតក្នុងគ្រួសារអភិជនសម្បូរបែបតែដោយសារសេចក្តីស្រឡាញ់នាងបានគេចចេញពីផ្ទះទៅរស់ជាមួយប្តីគ្មានក្រីក្រជីវិតថ្មីពោរពេញដោយការលំបាកប៉ុន្តែនាងក៏អត់ធ្មត់ថ្ងៃមួយនាងមានផ្ទៃពោះហើយចង់ត្រឡប់ទៅផ្ទះឪពុកម្ដាយដើម្បីសម្រាលកូនតែប្តីខ្លាចឪពុកម្ដាយនាងមិនហ៊ានទៅជាមួយនាងក៏ចេញដំណើរតែម្នាក់ឯងប្តីក៏តាមពីក្រោយនៅព្រៃប្តីត្រូវពស់ខាំស្លាប់នាងសោកស្ដាយយ៉ាងខ្លាំងប៉ុន្តែត្រូវបន្តដំណើរនាងសម្រាលកូនបាន2នាក់នៅពេលឆ្លងទន្លេកូនម្នាក់ត្រូវទឹកហូរយកទៅស្លាប់កូនម្នាក់ទៀតត្រូវបក្សីចាប់យកទៅបន្ថែមទៀតពេលនាងទៅដល់ទីក្រុងទើបដឹងថាឪពុកម្ដាយនិងសាច់ញាតិទាំងអស់ស្លាប់ដោយគ្រោះថ្នាក់ផ្ទះដួលការបាត់បង់គ្រប់យ៉ាងធ្វើឲ្យនាងបាត់បង់សតិដែលរត់ទទេស្រែកយំមនុស្សគេហៅនាងថាបដាចាមានន័យថាសម្លៀកបំពាក់ខូចឬគ្មានសម្លៀកបំពាក់ថ្ងៃមួយនាងបានជួបព្រះពុទ្ធព្រះអង្គមានព្រះវិចារអំណត់ស្ងប់ស្ងាត់ប្រាប់ឲ្យនាងត្រឡប់មកស្មារតីវិញពេលនាងបានស្ដាប់ព្រះធម៌នាងបានដឹងច្បាស់ពីអនិច្ចតាភាពមិនថេរនៃជីវិតហើយសតិនាងក៏ត្រឡប់ឡើងវិញក្រោយមកនាងបានចូលបួសជាភិក្ខុនីប្រឹងប្រែងអនុវត្តធម៌ដល់ថ្នាក់បានសម្រេចអរហត្តផលហើយក្លាយជាភិក្ខុនីល្បីល្បាញក្នុងការយល់ដឹងអំពីវិន័យនិងការអត់ធ្មត់អត្ថន័យរឿងនាងបដាចាបង្រៀនអំពីភាពមិនថេរនៃជីវិតការអត់ធ្មត់និងការត្រាស់ដឹងសេចក្តីមេត្តារបស់ព្រះពុទ្ធដែលអាចជួយមនុស្សពីទុក្ខវេទនាខ្លាំងបំផុត